ឆ្នាំមិនល្អឆ្នាំល្អប៉ុន្តែឆ្នាំមិនល្អបែរជាល្អឆ្នាំល្អបែរជាមិនល្អលទ្ធផលបែបមួយចាសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំម៉ៃស្អែមកជម្រាបជូនបងប្អូនជាមួយនឹងជំនឿរបស់ព្រះអង្គសច្ចនិកសិបន្តទៀតដែលបញ្ជាក់ទៅលើលេខខែឆ្នាំថ្ងៃកណ្ដាលរបស់បងប្អូននាងខ្ញុំនឹងមកចែករំលែកខ្លះៗទាក់ទងជាមួយនឹងជំនឿនិងឆ្នាំល្អឬមិនល្អចាបញ្ជាក់នៅក្នុងឆ្នាំនេះបងប្អូនតែងឮហើយមែនទេទាក់ទងជាមួយនឹងឆ្នាំដូចជាឆ្នាំម្សាញ់ឬក៏ឆ្នាំកុលចាកំណត់សង្កលគឺមើលទៅដូចជាយ៉ាប់យឺនជាងគេក៏ប៉ុន្តែអ្នកកុលខ្លះអ្នកម្សាញ់ខ្លះបែរជាគាត់រស់នៅបែបមានសេចក្តីសុខភាពមង្គលទៅវិញមូលហេតុនោះត្រង់ថាដូចខ្ញុំតែងជម្រាបពីក្បួនដែលខ្ញុំចេញចែកដោយតាមបណ្ដាញសង្គមជាច្រើនហើយក៏បញ្ជាក់ទៅលើបងប្អូនដើម្បីឲ្យបងប្អូនយល់ថាការពិតទៅមនុស្សយើងម្នាក់ៗគឺមានខែមានថ្ងៃជាការកំណត់បើសិនជាបងប្អូនទៅកំណត់ទៅលើតែឆ្នាំហើយបងប្អូនក៏ទុកទោម្នេញបណ្ដេតបណ្ដោយទៅលើជំនឿទាំងដែលយើងមិនបានឃើញមិនបានដឹងមិនបានឮគ្រាន់តែការប្រាប់ឲ្យប្រុងប្រយ័ត្នឬក៏ត្រឹមតែបញ្ជាក់ថាមានបញ្ហាអញ្ចេះបញ្ហាអញ្ចោះប៉ុន្តែបើយើងបណ្ដេតបណ្ដោយទៅតាមពាក្យសម្ដីដែលគេនិយាយច្បាស់ណាបងប្អូននឹងទទួលបានជាមួយនឹងអារម្មណ៍ក្រៀមក្រំគិតច្រើនផរំខានចាធ្វើអីមិនដូចចិត្តមិនលះនោះទេបងប្អូនត្រូវចាំថាមនុស្សយើងម្នាក់ៗមានខែថ្ងៃឆ្នាំជាការកំណត់របស់ខ្លួនឯងបើសិនជាយើងអាឡ័យតែប្តេជ្ញាទៅលើឆ្នាំអ្នកណាក៏ដូចយើងចាម្សាញ់ក៏ដូចតែគ្នាចាហេតុអីក៏គេមានបញ្ហាអ្វីដោយសារមូលហេតុត្រង់ថាមនុស្សយើងកំណត់បានទៅលើខែឆ្នាំថ្ងៃកណ្ដាលរបស់យើងនីមួយៗតែប៉ុណ្ណោះណាចាខែឆ្នាំថ្ងៃកណ្ដាលនេះដើម្បីបូកជាលេខហើយចេញជាការកំណត់ថានោះទើបត្រូវកំណត់បានច្បាស់កំណត់បងប្អូនស្ថិតទៅលើលេខអ្វីស្ថិតទៅលើលេខឧទាហរណ៍ថាបងប្អូនឆ្នាំនេះបងប្អូនក៏ចំឆ្នាំដែលល្អដូចជាជ្រើសរើសឆ្នាំដែលល្អបងប្អូនឃើញបងប្អូនឃើញមានមនុស្សមួយចំនួនដែលគាត់តែងប្រាប់ថាឆ្នាំដែលល្អគឺឆ្នាំឆ្លូវឆ្នាំរកាអីចឹងទៅក៏ប៉ុន្តែបើសិនជាតួឆ្នាំទាំងពីរនោះគាត់មានជាលេខដែលក្នុងតួលេខខែរបស់គាត់មិនល្អថ្ងៃរបស់គាត់មិនល្អណាចាតែបើយើងសរុបជាលេខទៅវាបានទៅលើលេខ10លើលេខ2សរុបជាលេខបងប្អូនចាអញ្ចឹងមនុស្សពួកគាត់នឹងមានន័យថាទៅជាល្អទៅវិញគាត់មានផលរំខាននៃឆ្នាំគាត់អាចត្រឹមតែស្រោចទឹកដើម្បីតែស្រោចទឹកក៏បានធ្វើពិធីខ្លួនឯងក៏បានដែរណាចាធ្វើពិធីខ្លួនឯងក៏បានដែរគាត់ថាធ្វើចំថ្ងៃអន្សាររបស់ខ្លួនឯងក៏ប៉ុន្តែកុំប្រើអំបិលអញ្ចឹងណាហ្នឹងហើយក្បួនដែលមានចំណែកនិងចំណុចដែលចេញពីយើងខ្លួនឯងហើយក៏បងប្អូនគួរតែធ្វើឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យគេហៅថាជំនឿធ្វើឲ្យយើងបង្ខាតជំនឿធ្វើឲ្យយើងខ្លាចជាអ្នកមានជឿដែរប៉ុន្តែយើងជឿដោយមានបញ្ញាមានសតិអ្វីដែលជួយឲ្យយើងបានខ្លាយទៅជាអ្នកមានមិនមានជំនឿនោះទេចាខ្ញុំបញ្ជាក់មួយសិនកុំទិនអាគិតយ៉ាងណាយើងខ្លាយជាអ្នកមានបានទី1គឺយើងខ្លួនឯងចាជំនឿនេះគឺថាជាការចង្អុលបង្ហាញថាបងប្អូនត្រូវរៀបរាប់ធ្វើអ្វីថ្ងៃណាដើម្បីចង់រៀនស្អីបងប្អូនល្អតែប៉ុណ្ណោះណាចាហើយបើសិនជាទៅជាមួយនឹងភាពមានបានគឺយើងខ្លួនឯងជាអ្នកប្រឹងជាអ្នកតស៊ូជាអ្នកច្នៃប្រឌិតណាឲ្យខ្លាំងបំផុតជាងជំនឿចាមិនមែនមិនឲ្យជឿតែជឿឲ្យមានបញ្ញាបែបនេះឯងណាបងប្អូនចាដូច្នេះមានថាយើងต้องអង្គុយតែបន់ទាំងដែលយើងអត់មានសមត្ថភាពសោះឲ្យយើងបន់ទៅបានអត់ទេណាបងប្អូនអត់ទេការបន់នេះបន់ត្រឹមតែឲ្យអារម្មណ៍ខុសចិត្តយើងសប្បាយរីករាយហើយការសែនព្រេនទៀតបងប្អូនដែលគាត់មិនអាចមើលឃើញបានគឺគាត់ចេះតែធ្វើឬគេថាចេះតែធ្វើតាមណាចាប៉ុន្តែទៅការសែនព្រេនខ្ញុំចង់បញ្ជាក់មួយវាជាការសែនព្រេនអាចស្អីនិយាយវាចាគឺជាការសែនព្រេនដែរយើងជាទំនៀមទម្លាប់ថាយើងត្រូវមានទីទៅដាក់សែនព្រេនទៅចាតែបើផលល្អតបស្នងបងប្អូនចង់តបស្នងទៅបារមីចាតបស្នងទៅជីដូនជីតារបស់យើងគឺមានតែការធ្វើបុណ្យឧទ្ទិសកុសលបូករួមជាមួយនឹងការគិតល្អសាងល្អបងប្អូនមិនបាច់ចាំទៅថាឲ្យវាប្រចាំថ្ងៃយើងចេះទៅចាយើងចេះការជួយទៅឧទ្ទិសកុសលនិងសូត្រធ្វើអភ័យដល់សត្វណាចានឹងហើយនោះទៅជាការល្អហើយជួយយើងឲ្យមានសិលក្នុងខ្លួនទៀតណាបងប្អូនចាដូច្នេះជំនឿនេះបងប្អូនត្រូវតែជឿហើយគិតសម័យកាលមួយនេះគឺកាន់តែគិតអ្នកដែលគិតជឿគាត់ភ័យគាត់ខ្លាចរហូតដល់លឺគេថាទិញអានេះពាក្យការពារដើម្បីផុតគ្រោះទិញអានោះពាក្យការពារដើម្បីមានបានតែពាក្យទៅមានណាយុទ្ធគោទុកទៅណាហើយក៏បីជាមានគ្រោះថ្នាក់ទៅខ្ញុំនិយាយមានខ្ញុំសិបជួបណាចាសិបជួបជាច្រើនតែគាត់ថាពេលខ្លះទិញរបស់ទៅចំលេខសំណាងរបស់យើងទទួលស្គាល់ថានឹងមានផលល្អតបស្នងពិតប្រាកដរបស់ដែលការលក់ដូរសម័យបច្ចុប្បន្ននេះខ្ញុំចង់បញ្ជាក់មួយថាខ្ញុំអត់មានមិនចេះធ្វើការរបស់ឲ្យយើងមកលក់ជូនបងប្អូនទេប៉ុន្តែខ្ញុំអត់ធ្វើមូលហេតុអីនឹងអត់ព្រោះលេខសំណាងលេខលៀបលេខស្នេហ៍មាននៅលើលេខរបស់យើងខ្លួនឯងជាទូទៅទាំងអស់គ្នាប៉ុន្តែថាយើងចង់តែបានរបស់ខាងក្រៅមកជួយយើងប៉ុន្តែរបស់ខាងក្រៅនោះមិនដឹងថាជួនកាលបងប្អូនទិញទៅចំលេខសត្រូវលើខ្លួនឯងខ្ញុំនិយាយមិនចឹងបងប្អូនទិញយកមកពាក់ទៅកាន់តែមានបញ្ហាបើយើងទិញទៅចំលេខសំណាងខ្លួនឯងអត់ទេហើយមនុស្សយើងម្នាក់ៗការពាក់របស់អ្វីមួយក៏ដោយដែលមានជាគ្រាប់មានជាលេខនេះសំខាន់ណាស់ទៅលើជាមួយនឹងឲ្យត្រូវនឹងខែថ្ងៃឆ្នាំរបស់យើងហើយឲ្យលេខនោះកុំឲ្យមានចំលេខសត្រូវនៃឆ្នាំរបស់យើងទោះបីតែមិនបានទាំង3បានទាំង1ក៏បានដែរឧទាហរណ៍ដូចឆ្នាំជូតចឹងឆ្នាំជូតគាត់អាចទៅពាក់របស់ដែលមានតួលេខ7បាននេះចាបែបនេះហ៎នេះបើជំនឿលើលេខមានន័យថាមិនមែនមនុស្សទូទៅទាំងអស់កាន់លេខដូចគ្នាបាននោះទេមិនមែនមនុស្សទូទៅទាំងអស់ប្រើថ្ងៃតែមួយជាមួយគ្នាបានល្អនោះទេបងប្អូនមិនមែនទេណាចាបើមិនដូច្នេះការបង្កើតថ្ងៃបង្កើតខែបង្កើតឆ្នាំនេះសពបញ្ជាក់ឃើញថាបងប្អូនគឺជាមនុស្សខុសគ្នាត្រូវអត់ចាពិតប្រកបណាស់គឺយើងខុសគ្នាខុសទាំងខែខុសទាំងថ្ងៃខុសទាំងឆ្នាំនេះខ្លះទៀតកូនភ្លោះផងប៉ុន្តែមួយជាអ្នកមានមួយជាអ្នកក្រមូលហេតុអីដឹងអត់ព្រោះកើតនាទីខុសគ្នាអ្នកខ្លះទៀតខុសម៉ោងចាបើមួយកើតម៉ោងសំណាងមួយទៀតកើតអាចកើតម៉ោងសត្រូវលើខ្លួនឯងក៏មានផលរំខានប៉ុន្តែយើងឥឡូវយើងចង់និយាយថាវាជាការពិតនៃអ្វីដែលជាខែឆ្នាំថ្ងៃកណ្ដាលប៉ុន្តែយើងដឹងថាបែបនោះហើយអ្វីដែលយើងអាចបញ្ជាបានសួរអត់ដំណោះស្រាយតែមានហេតុមានផលមានបញ្ហាមានដំណោះស្រាយណាហើយមិនបាច់ធ្វើអីទេគ្រាន់តែថាបងប្អូនធ្វើអ្វីមួយឲ្យចេញពីផុតម៉ោងសត្រូវរបស់ខ្លួនឯងទៅទោះយ៉ាងណាអាក្រក់
2ល្អ8យើងមិនដែលទៀមទាឲ្យអាក្រក់ទេប៉ុន្តែគាត់ថាហ្នឹងវារឿងបែបហ្នឹងគឺកិច្ចមិនផុតទេណាបងប្អូនចាកិច្ចអត់ផុតទេដូច្នេះហើយការជឿនេះបច្ចុប្បន្នមួយនេះបងប្អូនតែទៅលើតែបញ្ជាក់ឆ្នាំប៉ុន្តែហាមដាច់ខាតបងប្អូនដែលកំពុងជួបទុក្ខលំបាកចាបំណុលផងឬគ្រូទាយថាចេញចុះផងអារម្មណ៍អើយល្វើល្វីផលណាទូទៅណាផលរំខានច្រើនមែនទេសឹងថាអាពេលខ្លះដល់ពេលចាល់ខ្លាំងឬបំណុលខ្លាំងសឹងនឹងគ្រូទាយចុះឲ្យស្មានទោសព្រមបាត់បង់ទៅហើយទៅព្រោះពិបាករស់នៅអញ្ចឹងណាមិនបាត់តាណាទេចាលេខយើងពិបាកប៉ុណ្ណាក៏ដោយបើអាយុកាលយើងមិនទាន់អស់គ្មានគ្រូណាដែលថាមកជួយយើងអូថាយើងថាគេថាលេខនេះត្រូវស្លាប់គ្រូនោះត្រូវជួយដើម្បីយើងផុតស្លាប់អត់មែនទេអត់មែនដាច់ខាតណាចាអត់មែនដាច់ខាតមូលហេតុត្រង់ថាបើយើងមានគ្រោះត្រឹមតែការស្រោចទឹកឬក៏កាត់គ្រោះឲ្យចំថ្ងៃអន្សាហើយបើសម្រាប់គូនធំទៀតគឺខាងរណូចពួនបងអស័ក្តិសិទ្ធិខ្ញុំកាន់ក្រុមនេះណាគឺខាងរណូចថ្ងៃអន្សាច្បាស់ណាស់គឺយើងធ្វើពិធីទៅផុតជាមួយនឹងពពួកអមនុស្សនឹងបានតែបើឲ្យផុតគ្រោះទាំងស្រុងអត់ទេមូលហេតុថាបើបងប្អូនមានប្រមាថបងប្អូនក៏មិនផុតគ្រោះដែរតែលេខបងប្អូនល្អកម្រិតណាក៏ដោយតែបើបងប្អូនលេខមិនល្អបងប្អូនក៏ស្រោចទឹកឲ្យផុតជាមួយនឹងពពួកអមនុស្សកុំឲ្យតង់ទៀមយើងបានយើងមិនប្រមាថបងប្អូននឹងទទួលបានជាមួយនឹងលទ្ធផលល្អសុខសុវត្ថិភាពពេញមួយជីវិតបូករួមជាមួយនឹងការរស់ស៊ីក៏ដោយដូចគ្នាបងប្អូនការរស់ស៊ីរបស់យើងគឺយើងត្រូវតែគិតហើយនឹងមានគំនិតនៅក្នុងការច្នៃប្រឌិតអភិវឌ្ឍនៅមុខរបរនឹងទីតាំងរបស់យើងឲ្យបានកាន់តែល្អជាពិសេសជាងគេទីតាំងដែលយើងធ្លាប់តែមានភ្ញៀវជោគជ័យហើយយើងបន្តទៅការអភិវឌ្ឍបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃអានោះដោយពាក្យគេថាមុខរបរពីម្លាយដល់សាយដល់កូននោះគឺយើងត្រូវតែកាន់ឲ្យបានល្អធ្វើបានល្អនេះគេហៅថាដូចជាគួនកាន់គោរពឬក៏ជាគួនកាន់រៀបចំទីកន្លែងរបស់យើងនេះឲ្យបានត្រឹមត្រូវដែរណាបងប្អូនបែបនេះអញ្ចឹងមកខ្ញុំថាខ្ញុំចេះតែបញ្ជាក់និងបន្ថែមថាខ្ញុំមកនេះខ្ញុំមកចែកឲ្យបងប្អូនយល់មិនខ្ញុំមិនចេះធ្វើរបស់របរអីឬក៏មិនចេះថាខ្ញុំចេះទាំងអស់ប៉ុន្តែខ្ញុំអត់ដែលបានដាក់លក់អ្វីឲ្យបងប្អូនទិញខ្ញុំទេពួកខ្ញុំទិញថាបងប្អូនគឺជាមនុស្សម្នាក់ដែលមានលេខសំណាងលើខ្លួនឯងលេខមានស្នេហ៍លើខ្លួនឯងគឺតែបងប្អូនមិនដឹងគឺខ្ញុំចែកលេខហើយខ្ញុំចែកលេខនេះអត់អស់ទេបងប្អូនច្រើនណាគឺថាជាចំណែកនិងចំណុចនីមួយៗខ្ញុំគឺតែចោះបង្ហាញបងប្អូនឲ្យងាយយល់ខ្លះពីជំនឿកុំតែយើងចេះតែជឿយើងភ័យយើងខ្លាចពេលខ្លះអ្នកខ្លះទៀតណាក៏ហេតុហើយដោយសារការជឿអត់ហេតុផលដែរអ្នកខ្លះទៀតនឹងសូត្រតែគេថាមានបញ្ហាក៏អង្គុយតែភ័យអង្គុយតែខ្លាចអត់មានការប្រុងប្រយ័ត្នតាមនោះឯងណាស្គាល់ពាក្យដែលគេនិយាយភាសាមកថាគ្រូទីម្ដាយថាពេលខ្លះអ្នកខ្លះជឿលើការទីពេករហូតដល់ថ្នាក់ធ្វើឲ្យខ្លួនឯងមានបញ្ហាចាជឿដែរប៉ុន្តែយើងពិចារណាដូចគេតែងចោតដូនតារបស់យើងអីចឹងទៅតែពេលរឿងនេះគឺខ្ញុំមកបញ្ជាក់ទៅលើឆ្នាំដែលបងប្អូនទាំងអស់គ្នាកំពុងតែភ័យកំពុងតែខ្លាចហ្នឹងណាអ្នកខ្លះទៀតគិតថាឆ្នាំល្អប៉ុន្តែខ្លួនឯងមិនសូវជាជួបរឿងល្អសោះតាំងពីដើមឆ្នាំមកដូច្នេះហើយមានហេតុវាមានផលបងប្អូនឆ្ងល់បងប្អូនសួរបានព្រោះការដែលខ្ញុំមកចែកលេខបើខ្ញុំមិនយល់ដឹងពីជំនឿដែលខ្ញុំចេះនេះទេខ្ញុំក៏អត់មកចែកលេខដែរហើយពាក្យថាជំនឿមួយម៉ាត់គឺជាជំនឿនៃការមើលមិនឃើញដូច្នេះបងប្អូនអ្វីដែលបងប្អូនមើលឃើញគឺបងប្អូនត្រូវតែមានសតិណាចាត្រូវតែមានសតិក្នុងការគិតនិងពិចារណាបើដឹងដូចខ្ញុំនេះជាមនុស្សលេខ8មើលបានដឹងបានឮឃើញរបស់ជាច្រើនដែរបងប្អូនមិនអាចមើលឃើញខ្ញុំបញ្ជាក់បានតែប៉ុណ្្នឹងប៉ុន្តែសួរខ្ញុំហ៊ាននិយាយដែរដូចជារឿងខ្មោចរឿងព្រាយរឿងអីនេះអត់មាននិយាយពីគេផ្ដាស់បានទេបើមើលឃើញដូចខ្ញុំបញ្ជាក់បានតែប៉ុណ្្នឹងអញ្ចឹងមិនថាកុំចេះតែយកមកនិយាយដើម្បីបង្កើតធ្វើឲ្យមនុស្សភ័យខ្លាចព្រោះខ្មោចព្រោះព្រាយព្រោះអីនេះតែនិយាយពីពួកគេមិនល្អច្បាស់ណាស់គេនឹងកាន់ហើយចាហើយឧទាហរណ៍បើសិនជាយើងជាមនុស្សដែលលេខជាសត្រូវលើខ្លួនឯងទៀតចាមនុស្សដែលលេខជាសត្រូវលើខ្លួនឯងមានន័យថាតែងតែចង់អាឃាតតែងតែងាយជាមួយនឹងពួកអស់នោះវាមកគុំក្រុមខ្លួនហើយនឹងយើងទៅធ្វើរឿងមិនល្អដូចជាសម្រាប់ខ្លួនដោយការធ្វើអត្តកិច្ចខ្លួនឯងជាច្រើនហេតុច្រើនផលណាមានណាជាការពិតមនុស្សដែលធ្វើអត្តកិច្ចខ្លួនឯងត្រូវលេខប៉ុន្មានណាគឺលេខសត្រូវលើខ្លួនឯងហ្នឹងហើយដូច្នេះរឿងជំនឿនេះបើយល់ដឹងមិនច្បាស់ទេមិនជាក់ទេកុំចេះតែនិយាយរឿងជំនឿរឿងព្រាយរឿងអីនេះគឺសំខាន់យើងអត់ចេះតែនិយាយបានទេហ្នឹងហើយសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះចុះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានស្វែងយល់ពីជំនឿឲ្យបានត្រឹមត្រូវដើម្បីយើងគ្រប់លំដូនតារបស់យើងបានត្រឹមត្រូវកុំចេះតែខុសអញ្ចឹងណា